Bà số sợi bông bồn ngày này chúng trong bài bông bồn pi cái lại cà phê lẹ luôn mình cần láng này tệp tay nâng bài các bông bồn tại hàng cà phê mùi nắng cứ chúng ta Bon Riverside cà phê bà này bông bồn Bon Riverside cà phê ok tao lấy chúng nâng nằm bông bồn cho từ mờ pi tập hiệpในខាងក្នុងនឹងទាំងអស់គ្នាបាទនេះគឺជាទស្សនវិជ្ជាបាទចូលទៅខាង Bon Riverside cà phê ហ្នឹងបាទនិយាយទៅកន្លែងគាត់ហ្នឹងគឺគាត់បើកជាលក្ខណៈ home stay ផងជាហាងកាហ្វេផងបាទនេះបងប្អូននេះគឺជា home stay របស់គាត់ឥឡូវនេះគឺខ្ញុំដើរចូលទៅខាងក្នុងដើម្បីបង្ហាញបងប្អូនអំពីទស្សនវិជ្ជានៅក្នុងហាងកាហ្វេរបស់គាត់បាទនេះគឺជាទស្សនវិជ្ជានៅខាងក្នុងហាងកាហ្វេរបស់គាត់ហ្នឹងបងប្អូនគឺគាត់រៀបចំមកគឺស្អាតហ្មងបងប្អូននេះលក្ខណៈបុរាណបាទហើយនេះគឺជាទស្សនវិជ្ជានៅខាងក្នុងកន្លែងហាងរបស់គាត់បងប្អូននេះគាត់មានរូបដាក់តាំងរូបនេះព្រះពុទ្ធជាច្រើនបងប្អូនគឺស្អាតមែនទែនលក្ខណៈចេញមកឡើងបុរាណតែម្ដងបងប្អូនបាទនេះគឺគាត់តែងលក្ខណៈចេញមករៀបចំជាលក្ខណៈបុរាណតែម្ដងបងប្អូននេះរៀបចំមានរូបបាទព្រះពុទ្ធយ៉ាងច្រើនក្នុងនឹងបាទនេះបងប្អូនគឺមើលទៅប្លែកហើយស្អាតមែនទែននេះបាទឥឡូវខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅមើលពីទស្សនវិជ្ជានៅខាងក្រៅម្ដងបាទបងប្អូនបាទបងប្អូនហើយនេះគឺជាទស្សនវិជ្ជានៅខាងក្រៅបាទនៅពេលដែលយើងដើរចេញមកក្រៅមកនេះគាត់ធ្វើកន្លែងអង្គុយលេងអីចឹងបងប្អូនបាទគាត់ធ្វើកន្លែងអង្គុយយើងអង្គុយញ៉ាំកាហ្វេញ៉ាំអីមើលទឹកស្ទឹងបងប្អូនឯសាជាប់នឹងស្ទឹងសង្កែនឹងតែម្ដងបាទនិយាយទៅមកនេះគឺមានអារម្មណ៍ថា fresh បងប្អូនភាសាតែវាជាប់នៅទឹកស្ទឹងបាទនេះជាប់នឹងទឹកស្ទឹងតែម្ដងបាទនិយាយទៅមើលទៅគឺស្អាតបាទនេះហើយខាងនោះគឺវត្តខ្វែងបងប្អូននោះបាទហើយបងប្អូននេះគាត់គូរូបគំនូនេះក៏គាត់គូខ្លួនគាត់ដែរណាស្អាតណាស់នេះបាទគាត់គូរូបគំនូនេះស្នាដៃគាត់បាទស្នាដៃម្ចាស់ហាងតែម្ដងបងប្អូននិយាយទៅគាត់មានគំនិតគេហៅថាសិល្បៈហ្មងក្នុងខ្លួនគាត់ហ្នឹងអញ្ចឹងគាត់មានសមត្ថភាពនេះគាត់គូបានស្អាតបងប្អូនបាទអញ្ចឹងល្ងាចឡើងអីមកអង្គុយនៅនេះទៅគឺត្រជាក់ស្រួលបងប្អូនខ្យល់ហើយស្រួលមែនទែនហើយកន្លែងគាត់ហ្នឹងគឺគាត់បើកចាប់ពីម៉ោង 9 ដល់ម៉ោង 7 យប់បាទនេះអញ្ចឹងចង់មកលេងអីអាចមកលេងបានបងប្អូនថតរូបស្អាតទៀតនៅនេះបាទ